តោះនៅក្នុងវីដេអូនេះខ្ញុំមកប្រាប់ពីបងប្អូនពីរបៀបប្រើម៉ាស៊ីននៅក្នុងអាវប្រើខ្សែដែលបងបានទិញពីខាងខ្ញុំទៅអញ្ចឹងជំហានទី1នៅពេលដែលបងប្រើម៉ាស៊ីនហ្នឹងបងប្អូនត្រូវផ្គុំគ្រឿងបន្លាស់ទាំងអស់ហ្នឹងឲ្យវាបានត្រឹមត្រូវជាមុនសិនសម្រាប់អាមួយនេះដែរគឺគេហៅថាអណ្ដាតទាអញ្ចឹងអណ្ដាតទាហ្នឹងគឺយើងញាត់ទៅខាងក្បាលផ្កាឈូកនេះហ่าតមកបងមូលចូលដល់ទៅវាជាការស្រេចជំហានទី2គេមានផ្លែងនេះអានេះគេហៅថាផ្លែង21 24បន្ទាប់មកទៀតយើងដាក់ខ្ចប់ខ្ចល់អានេះគេហៅថាជប់ខ្ចល់ណាខាងលើនេះបងដាក់ដូចខ្ញុំហ្នឹងទៅបន្ទាប់មកគឺយើងដាក់គម្របវាចូលហើយសម្រាប់ការចូលហ្នឹងណាបងត្រូវយកដៃសង្កត់ឲ្យវាណែនណាអញ្ចឹងបើសិនជាបងដាក់ណែនទៅការបូមរបស់បងហ្នឹងក៏វាបានល្អដែរអញ្ចឹងគ្រឿងផ្គុំហ្នឹងក៏វាមានតែប៉ុណ្្នឹងទេអញ្ចឹងបងធ្វើបែបហ្នឹងទាំងសងខាងមកណាកន្លែងរុនក្បាលម៉ាស៊ីននេះកន្លែងហ្នឹងឯងជាកន្លែងដែលយើងត្រូវដោតខ្សែចូលទាំងសងខាងទាំងឆ្វេងទាំងស្ដាំបន្ទាប់មកនៅពេលដែលបងដោតខ្សែចូលកន្លែងក្បាលម៉ាស៊ីនបូមហើយបងត្រូវដោតខ្សែចូលតួម៉ាស៊ីនបូមម្ដងទៀតទាំងសងខាងបែបហ្នឹងគឺដូចគ្នាណាដូចវីដេអូខ្ញុំបង្ហាញបែបហ្នឹងណានេះរួចរាល់ 100% ហើយបងអាចធ្វើការបូមទឹកដោះបានឥឡូវចូលតួនាទីម៉ាស៊ីនបូមម្ដងម៉ាស៊ីនបូមនេះគេមាន3 function ណាបង function ទី1គឺម៉ាសាហើយសម្រាប់ function ទី2គឺម៉ាសាផងជាមួយនឹងបឺតផងហើយសម្រាប់ function ទី3នេះគឺសញ្ញាបឺតទឹកដោះនេះគឺបឺតសុតហ្មងហើយកន្លែងដែលខ្ញុំចុចនេះគឺបងអាចប្រើវាប្រាស់តែមួយក៏បានដែរបឺតឆ្វេងសុតនិងបឺតស្ដាំសុតហ្មងក៏បានដែរកន្លែងនេះដែរវាជាពលឺនៅពេលយប់ណានៅពេលដែលបងងើបបូមពេលយប់ហ្នឹងទៅគឺបងបើកកន្លែងហ្នឹងទៅគឺវាភ្លឺហើយកន្លែងនេះដែរគឺសញ្ញាបូកសញ្ញាដកបានន័យថាកម្រិតហ្នឹងបងអាចស្រេបានបូកដកតាមនឹងបានតាមចំណង់ចំណូលចិត្តដែលបងថាអូខ្ញុំបូមប៉ុណ្នេះទៅគឺវាស្រួលខ្លួនបូមប៉ុណ្នេះអត់ឈឺអញ្ចឹងបងធ្វើទៅតាមនឹងបានហើយកន្លែង function នេះគេមានកន្លែងបិទបើកសលេងបានទៀតអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេជូនពរម៉ាមីទាំងអស់គ្នាក្នុងការបូមទឹកដោះឲ្យបានជោគជ័យទាំងអស់គ្នាអរគុណបាយបាយ